សកម្មភាពសប្តាហ៍ទី4ខែមិថុនារបស់អាយដាមយ៉ាមសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់តាកែវថ្ងៃសៅរ៍3កើតខែអាសាឍឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី28ខែមិថុនាឆ្នាំ2025ឯកឧត្តមយ៉ានសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់គណៈបកហ៊ុនស៊ិនប៉ិចបានចុះមកសិក្សាវត្តភ្នំបុរីស្ថិតនៅឃុំព្រែកផ្ទូលស្រុកអង្គរបុរីខេត្តតាកែវក្នុងឱកាសនោះដែរប្រជារាស្ត្រនិងបងប្អូនជនរួមជាតិដែលស្នាក់នៅអាស្រ័យលើប្រាសាទភ្នំបុរីបានស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលជួយផ្សព្វផ្សាយពីវត្តនេះបន្ថែមដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាប្រាសាទឯកឧត្តមក៏បានចុះជួបនឹងសំណេះសំណាលពីជីវភាពប្រជារាស្ត្រនៅមូលដ្ឋានដើម្បីប្រមូលធាតុចូលក្នុងការសិក្សាទស្សនទានជូនប្រមុខរាជរដ្ឋាភិបាលតាកែវថ្ងៃប្រហ័ស1កើតខែអាសាឍឆ្នាំម្សាញ់សតវត្សរ៍ពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី26ខែមិថុនាឆ្នាំ2025អាយុដំយ៉ានសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតខេត្តតាកែវរួមជាមួយគណៈកម្មាធិការប្រតិបត្តិស្រុកអង្គរបុរីបានចុះជួបការពង្រឹងរៀបចំរចនាសម្ព័ន្ធគណៈបកហ៊ុនស៊ិនប៉ិចនៅស្នាក់ការស្រុកអង្គរបុរីខេត្តតាកែវក្នុងឱកាសនោះផងដែរអាយដាមក៏បានពំនាំព្រះរាជបន្ទូលសួរសុខទុក្ខដល់មន្ត្រីគណៈបកគ្រប់ជាន់ថ្នាក់និងឲ្យមន្ត្រីគណៈបកយកចិត្តទុកដាក់ចំពោះជីវភាពប្រជារាស្ត្រក្នុងឱកាសនោះដែរអាយដាមក៏បាននាំយកនៅថវិកានិងអំណោយរបស់ព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍជូនទៅដល់មន្ត្រីគណៈបកហើយជាចុងក្រោយអាយដាមក៏បានអំពាវនាវឲ្យនិស្សិតបញ្ញវន្តអ្នកស្រឡាញ់រាជានិយមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងបងប្អូនស្នេហាជាតិមកចូលរួមចូលជាបេក្ខភាពមេឃុំចៅសង្កាត់ដើម្បីចូលរួមដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់